នេះគឺជាមេរៀនទាំង5ដែលខ្ញុំបានរៀននៅក្នុងកំឡុងឆ្នាំ2025ទី1កុំចាំថ្ងៃស្អែកហេតុអីបើខ្ញុំនិយាយថាអញ្ចឹងដោយសារតែក្នុងរយៈពេលឆ្នាំនេះនៅពេលដែលខ្ញុំចង់ធ្វើអីមួយនៅពេលដែលខ្ញុំរងចាំវាគឺខ្ញុំមិនដែលបានធ្វើវាដូច្នេះហើយខ្ញុំមិនចង់ឲ្យរឿងហ្នឹងកាត់ឡើងទៅលើអ្នកនរគ្នាអញ្ចឹងបើអ្នកនរគ្នាគិតថារឿងហ្នឹងគឺជារឿងដែលអ្នកនរគ្នាត្រូវធ្វើអ្នកនរគ្នាគួរតែចាប់ផ្ដើមធ្វើវាទៅទី2នោះគឺការចេះចាប់យកឱកាសអញ្ចឹងអ្នកនរគ្នាពេលរៀនណាពេលខ្លះយើងគិតថាយើងរវល់ហើយបច្ចុប្បន្នដូចពេលខ្លះចឹងខ្ញុំក៏មានការងារស្ម័គ្រចិត្តខាងក្រៅចឹងទៅការងារសាលាឬក៏ការងារតើតើជាមួយនឹងបរិស័ទមួយចំនួនពេលខ្លះខ្ញុំមិនអាចធ្វើបានតែប៉ុន្តែឆ្នាំនេះគឺខ្ញុំព្យាយាមជំនះនៅអាភាពភ័យខ្លាចហ្នឹងអ្នកនរគ្នាគឺខ្ញុំព្យាយាមធ្វើតាំងតដាបតដួសតែមែនតែនតាំងរៀនផងការងារស្ម័គ្រចិត្តផងហើយនឹងថែមការងារបច្ចេកសាលាមួយចំនួនទៀតទី3ហ្នឹងគឺត្រូវចេះស្គាល់ខ្លួនឯងឲ្យបានច្រើនជាងអ្នកដទៃស្គាល់ពីយើងពីព្រោះថានៅថ្ងៃទាំងអស់ពេលទាំងអស់ពេលខ្លះអ្នកនៅជុំវិញខ្លួនរបស់យើងគឺអាចជួយយើងបានហើយបើសិនបើយើងអត់ដឹងខ្លួនយើងថាតើខ្លួនយើងកំពុងធ្វើការអីដូចខ្ញុំឧទាហរណ៍ពេលថ្ងៃខ្លះចឹងទៅខ្ញុំ stress ពីរឿងពិសោធន៍ឬក៏ឧទាហរណ៍ថាមានបញ្ហាអីទីទួចចឹងទៅពេលខ្លះអ្នកដទៃក៏អាចជួយយើងអ្នកគ្នាបើយើងអត់ដឹងថាតើខ្លួនយើងត្រូវការអីពីអ្នកដទៃអញ្ចឹងទៀតសោតគឺការយល់ដឹងពីខ្លួនឯងគឺជារឿងសំខាន់បំផុតទី4ចូលអ្នកនរគ្នាកុំប្រៀបធៀបខ្លួនឯងទៅជាមួយអ្នកដទៃពីព្រោះថានៅពេលដែលយើងប្រៀបធៀបខ្លួនយើងទៅជាមួយនឹងអ្នកដទៃมันប្រកាសថាការគិតឬក៏ការហួសនៅឬក៏ការធ្វើអ្វីទាំងអស់ឬក៏មជ្ឈដ្ឋានជុំវិញខ្លួនយើងនឹងទៅជាមួយនឹងអ្នកដទៃដែលយើងកំពុងប្រៀបធៀបនឹងដូចគ្នាអញ្ចឹងត្រូវចាំថាមនុស្សម្នាក់មានផ្លូវរៀងខ្លួនមានការទទួលដឹងមានកន្លែងដែលត្រូវធ្វើមានបញ្ហារៀងខ្លួនដូច្នេះត្រូវចាំថាត្រូវប្រៀបធៀបជាមួយនឹងខ្លួនឯងហើយនឹងទៅជាមួយនឹងខ្លួនឯងពីម្សិលមិញបើសិនបើយើងប្រៀបធៀបទៅយើងថាយើងល្អជាងពីម្សិលមិញអូខេអញ្ចឹងមិនថាអ្នកនរគ្នាគឺល្អហើយទី5យើងត្រូវចេះផ្ដល់រង្វាន់ឲ្យខ្លួនឯងតាមពិតពាក្យថារង្វាន់ហ្នឹងមិនមែនអ្នកនរគ្នាចាំបាច់ត្រូវទិញឲ្យខ្លួនឯងឬក៏ដើរលេងឬក៏ធ្វើអីទេដោយករណីឧទាហរណ៍សម្រាប់ខ្ញុំនៅពេលដែលថ្ងៃណាខ្ញុំហត់ពីធ្វើការងារនៅសាលាធ្វើ research អីនៅសាលាពីការរៀនឬក៏អីចឹងភាគច្រើនឥឡូវគឺអត់ចាំបាច់ថាទៅញ៉ាំអីឆ្ងាញ់អីខណៈការដេកឲ្យបានពេញភ្នែកហ្នឹងអាហ្នឹងគឺជារឿងដ៏ល្អសំខាន់បំផុតដែលខ្ញុំអាចធ្វើឲ្យខ្លួនឯងបាននឹងអញ្ចឹងថ្ងៃខ្លះគឺមួយថ្ងៃហ្នឹងគឺខ្ញុំឲ្យខ្លួនឯងតនេហ្មងអ្នកនរគ្នាអញ្ចឹងអ្វីដែលខ្ញុំចង់ប្រាប់អ្នកនរគ្នាពេលខ្លះវាមិនចាំបាច់តមានរបស់លោឆាយឬក៏អីទេតែសំខាន់បើតម្រូវការដែលអ្នកគ្នាចង់បានហ្នឹងគឺគ្រាន់តែជារឿងសាមញ្ញមួយហើយយើងអាចឲ្យខ្លួនឯងបានខ្ញុំគិតថាយ៉ាអាហ្នឹងវាជារឿងល្អហ្នឹងហើយអ្នកនរគ្នាស្វាគមន៍មានតែប៉ុណ្ណឹងឯងសង្ឃឹមថាវីដេអូនេះមានប្រយោជន៍ដល់អ្នកនរគ្នាហើយបើចូលចិត្តកុំភ្លេចជួយ like ជួយ share ដល់អ្នកគ្នារីករាយឆ្នាំថ្មីអ្នកនរគ្នា Good night